កម្មថៃទី1បញ្ញត្តិទូទៅមាតិកាទី1ច្បាប់ព្រហ្មទណ្ឌជំពូកទី1គោលការណ៍ទូទៅមាត្រា1ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើសចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថាជាអ្នកទទួលខុសត្រូវចំពោះបទល្មើសនិងកំណត់ទោសព្រមទាំងបែបបទនៃការអនុវត្តទោសនេះនៅក្នុងករណីចាំបាច់បទដ្ឋានគតិយុត្តចេញដោយអង្គការនីតិប្រតិបត្តិអាចចែងពីបទល្ហុដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះមាត្រា2និយមន័យនិងចំណាត់ថ្នាក់នៃបទល្មើសច្បាប់បញ្ញត្តិថាអំពើខ្លះរបស់រូបវន្តបុគ្គលឬនីតិបុគ្គលដែលបង្កចលាចលដល់សង្គមជាបទល្មើសបទល្មើសត្រូវបានចាត់ថ្នាក់ជាបទឧក្រិដ្ឋបទប្រឆិមនិងបទល្ហុទៅតាមទម្ងន់នៃបទល្មើសនោះមាត្រា3គោលការណ៍និស្សានុគលភាពមានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបទបញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបានមាត្រា4ចេតនាប្រព្រឹត្តបទល្មើសពុំមានបទល្មើសទេប្រសិនបើគ្មានចេតនាប្រព្រឹត្តប៉ុន្តែក្នុងករណីដែលច្បាប់បានចែងទុកមុនបទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្នការខ្ជិលខ្ជាការធ្វេសប្រហែសឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយមាត្រា5ការបកស្រាយច្បាប់ព្រហ្មទណ្ឌក្នុងរឿងព្រហ្មទណ្ឌច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹងនៅក្រមមិនអាចពង្រីកវិសាលភាពអនុវត្តឬប្រព្រឹត្តតាមសន្តិសភាពបានឡើយមាត្រា6ការប្រកាសទោសគ្មានទោសណាមួយដែលអាចត្រូវយកមកអនុវត្តបានឡើយប្រសិនបើទោសនោះមិនត្រូវបានប្រកាសដោយតុលាការទេមាត្រា7លក្ខខណ្ឌនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាក្នុងរឿងព្រហ្មទណ្ឌដែនអនុវត្តច្បាប់កម្ពុជាក្នុងលំហត្រូវបានកំណត់ដោយបទបញ្ញត្តិនៃក្របនេះលើកលែងតែមានសន្ធិសញ្ញាអន្តរជាតិមាត្រា8អវត្តមាននៃនីតិរដ្ឋភាពក្នុងបទល្មើសធ្ងន់ធ្ងរខាងនីតិមនុស្សធម៌អន្តរជាតិបទបញ្ញត្តិនៃក្រមនេះពុំអាចនាំឲ្យមានការបង្កើតនៅស្ថានភាពយុត្តិនិសេធចំពោះជនរងគ្រោះនៃបទល្មើសធ្ងន់ធ្ងរដែលកំណត់ដោយច្បាប់ដែលឡាយតាក់ទងដល់ការរំលោភនីតិមនុស្សធម៌អន្តរជាតិទំនៀមទម្លាប់អន្តរជាតិឬអនុសញ្ញាអន្តរជាតិដែលទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជាឡើយជំពូកទី2ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលាមាត្រា9ការអនុវត្តច្បាប់ដែលលុបចោលបទល្មើសបទបញ្ញត្តិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្តភ្លាមអំពើដែលប្រព្រឹត្តនៅមុនបញ្ញត្តិនេះចូលជាធរមានមិនអាចត្រូវចោទប្រកាន់ទៀតឡើយការចោទប្រកាន់ដែលកំពុងប្រព្រឹត្តទៅនោះត្រូវបញ្ចប់ប្រសិនបើការផ្តន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយទោសដែលចេញអំពីការផ្តន្ទាទោសនេះមិនត្រូវអនុវត្តទេឬត្រូវតែឈប់អនុវត្តមាត្រា10ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាងឬធ្ងន់ជាងបទបញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាមប៉ុន្តែការផ្តន្ទាទោសជាស្ថាពរហើយនោះត្រូវអនុវត្តទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយបទបញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាងនឹងត្រូវអនុវត្តតែទៅលើអំពើដែលបានប្រព្រឹត្តក្រោយការចូលជាធរមាននៃបញ្ញត្តិនោះមាត្រា11សុពលភាពនៃកិច្ចនីតិវិធីការអនុវត្តភ្លាមនៃបញ្ញត្តិថ្មីគ្មានអានុភាពទៅលើសុពលភាពនៃកិច្ចនីតិវិធីដែលបានបំពេញស្របតាមបទបញ្ញត្តិចាស់ឡើយជំពូកទី3ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហផ្នែកទី1បទល្មើសដែលបានប្រព្រឹត្តឬចាត់ថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា12គោលការណ៍ដែនដីនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយដែលបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាដែនដីនៃព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលទាំងលំហអាកាសនិងសមុទ្រដែលមានចំណងចងភ្ជាប់នឹងដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា13ទីកន្លែងប្រព្រឹត្តបទល្មើសបទល្មើសត្រូវបានចាត់ថាប្រព្រឹត្តទៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅពេលដែលអំពើណាមួយនៃបទល្មើសនោះបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា14បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងនាវាដែលមានសញ្ជាតិខ្មែរទោះបីជានាវានោះស្ថិតនៅទីណាក៏ដោយ
មាត្រា15បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាបរទេសក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងនាវាបរទេសដែលអាជ្ញាធររបស់កម្ពុជាបានទទួលការអនុញ្ញាតឲ្យពិនិត្យមើលឬឲ្យចាត់នាវាតាមអំណាចនៃកិច្ចព្រមព្រៀងអន្តរជាតិមាត្រា16បទល្មើសដែលបានប្រព្រឹត្តនៅក្នុងអាកាសយានកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្នុងអាកាសយានដែលចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជាទោះបីជាអាកាសយាននោះស្ថិតនៅទីណាក៏ដោយមាត្រា17ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្ដើមប្រព្រឹត្តនៅកម្ពុជាក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបុគ្គលគ្រប់រូបដែលជាអ្នកផ្ដើមគំនិតឬអ្នកផ្សំគំនិតនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងបទឧក្រិដ្ឋឬបទប្រឆាំងដែលប្រព្រឹត្តនៅឯបរទេសប្រសិនបើលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះត្រូវបានបំពេញទី1បទល្មើសដែលត្រូវផ្ដន្ទាទោសតាមច្បាប់កម្ពុជានិងតាមច្បាប់បរទេសផងនិងអថិរភាពនៃបទល្មើសត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការបរទេសមាត្រា18ការកំណត់បទល្មើសប្រព្រឹត្តដោយនីតិបុគ្គលការដាក់ឈ្មោះបទល្មើសដែលប្រព្រឹត្តដោយនីតិបុគ្គលថាជាបទឧក្រិដ្ឋបទប្រឆាំងឬបទលហុត្រូវកំណត់ដោយទណ្ឌកម្មដែលទទួលរងដោយរូបវន្តបុគ្គលផ្នែកទី2បទល្មើសដែលបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាមាត្រា19បទឧក្រិដ្ឋឬបទប្រឆាំងប្រព្រឹត្តដោយពលរដ្ឋខ្មែរក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទប្រឆាំងដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរនៅក្នុងប្រទេសក្រៅណាមួយប្រសិនបើអំពើនោះត្រូវបានផ្ដន្ទាទោសតាមច្បាប់នៃប្រទេសនោះផងដែរបទបញ្ញត្តិទាំងនេះត្រូវអនុវត្តផងដែរទោះបីជាជនជាប់ចោទបានទទួលសញ្ជាតិខ្មែរក្រោយអំពើដែលចោទប្រកាន់នេះក៏ដោយមាត្រា20ជនរងគ្រោះជាជនជាតិខ្មែរក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវបានអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយពលរដ្ឋខ្មែរឬដោយជនបរទេសទៅលើជនរងគ្រោះដែលមានសញ្ជាតិខ្មែរនៅក្នុងពេលដែលបទល្មើសត្រូវបានប្រព្រឹត្តមាត្រា21ការធ្វើបណ្ដឹងចោទប្រកាន់នៅក្នុងករណីដែលមានចែងក្នុងមាត្រា19បទឧក្រិដ្ឋឬបទប្រឆាំងប្រព្រឹត្តដោយពលរដ្ឋខ្មែរនិងមាត្រា20ជនរងគ្រោះជាជនជាតិខ្មែរនៃក្រមនេះការចោទប្រកាន់អាចប្រព្រឹត្តទៅបានតាមបណ្ដឹងរបស់អัยការតែប៉ុណ្ណោះការចោទប្រកាន់ត្រូវតែមានបណ្ដឹងពីជនរងគ្រោះឬពីសិទ្ធិវ័នឬបណ្ដឹងបរិហារជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសដែលជាទីកន្លែងដែលអំពើនោះបានប្រព្រឹត្តមាត្រា22សមត្ថកិច្ចដលៃចំពោះបទឧក្រិដ្ឋដលៃក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាហើយបើបទល្មើសនោះជា1បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា2បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា3បទល្មើសថ្លែងរូបិយវត្ថុនិងធនប័ណ្ណជាតិដែលមានតម្លៃស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា4បទល្មើសប្រឆាំងនឹងភ្នាក់ងារទូតឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា5បទល្មើសប្រឆាំងនឹងទីតាំងទូតឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាមាត្រា23ការមិនចោទប្រកាន់ត្រួតគ្នានឹងទោសពុំមានការចោទប្រកាន់ណាមួយអាចប្រព្រឹត្តប្រឆាំងនឹងបុគ្គលណាម្នាក់ដែលត្រូវបានជំនុំជម្រះជាស្ថាពរនៅឯបរទេសចំពោះអំពើល្មើសដដែលហើយក្នុងករណីដែលមានការផ្ដន្ទាទោសបុគ្គលនោះបានបង្ហាញថាខ្លួនបានអនុវត្តទោសរបស់ខ្លួនរួចហើយឬក៏ទោសត្រូវបានរលត់ដោយការផុតអាជ្ញាយុកាលមាតិកាទី2ការទទួលខុសត្រូវព្រហ្មទណ្ឌជំពូកទី1បទបញ្ញត្តិទូទៅមាត្រា24គោលការណ៍ឯកតកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលម្នាក់ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះមាត្រា25និយមន័យនៃចារីត្រូវចាត់ទុកជាចារីចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ត្រូវចាត់ទុកជាចារីផងដែរចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋឬក្នុងករណីដែលច្បាប់បានចែងទុកចំពោះបទប្រឆាំង
មាត្រា26និយមន័យនៃសហចារីត្រូវចាត់ទុកជាសហចារីកាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀងប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ត្រូវចាត់ទុកជាសហចារីផងដែរកាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋឬបទប្រឆាំដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុកមាត្រា27និយមន័យនៃការប៉ុនប៉ងការប៉ុនប៉ងក្នុងបទឧក្រិដ្ឋឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទប្រឆាំអាចត្រូវផ្តន្ទាទោសបានកាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញចារីបានចាប់ផ្ដើមអនុវត្តបទល្មើសមានន័យថាចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសនិងចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវបានរារាំងស្ទះឬអាក់ខានដោយឥទ្ធិពលនៃកលៈទេសៈក្រៅឆន្ទៈរបស់ខ្លួនអំពើត្រៀមបំរុងដែលពុំមានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្ដើមអនុវត្តទេការប៉ុនប៉ងក្នុងបទលហុពុំទទួលការផ្តន្ទាទោសទេមាត្រា28និយមន័យនៃអ្នកផ្ដើមគំនិតត្រូវចាត់ទុកជាអ្នកផ្ដើមគំនិតក្នុងបទឧក្រិដ្ឋឬបទប្រឆាំចំពោះបុគ្គលណាដែល 1. ជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬបទប្រឆាំនោះតាមការណែនាំឬការបញ្ជា 2. បង្កឲ្យមានបទឧក្រិដ្ឋឬបទប្រឆាំនោះដោយផ្ដល់អំណោយដោយការសន្យាឬការគំរាមកំហែងការញុះញង់ការលួងលោមឬក៏ដោយការរំលោភអាជ្ញាឬអំណាចរបស់ខ្លួនអ្នកផ្ដើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋឬបទប្រឆាំត្រូវបានសម្រេចឬបានប៉ុនប៉ងអ្នកផ្ដើមគំនិតនៃបទឧក្រិដ្ឋឬបទប្រឆាំត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរមាត្រា29និយមន័យនៃអ្នកសំគំនិតត្រូវចាត់ទុកជាអ្នកសំគំនិតក្នុងបទឧក្រិដ្ឋឬបទប្រឆាំចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ងឬការសម្រេចបទឧក្រិដ្ឋឬបទប្រឆាំនោះដោយផ្ដល់ជំនួយឬការឧបត្ថម្ភរបស់ខ្លួនអ្នកផ្សំគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋឬបទប្រឆាំត្រូវបានសម្រេចឬបានប៉ុនប៉ងអ្នកសំគំនិតនៃបទឧក្រិដ្ឋឬបទប្រឆាំត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរមាត្រា30និយមន័យនៃអ្នករាយការណ៍សាធារណៈពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត 1. អ្នករាជការសាធារណៈមានន័យថាកបុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិឬស្ថាប័នតុលាការដែលត្រូវបានតាំងដោយលិខិតបទដ្ឋានគតិយុត្តទោះជាអចិន្ត្រៃយ៍ឬជាបណ្ដោះអាសន្នក្តីទោះជាបានទទួលឬមិនបានប្រាក់ឈ្នួលក្តីដោយមិនគិតពីឋានៈអាយុរបស់បុគ្គលនោះឡើយខបុគ្គលឯទៀតដែលធ្វើការក្នុងមុខងារសាធារណៈរួមទាំងទីភ្នាក់ងារសាធារណៈឬសហគ្រាសសាធារណៈព្រមទាំងស្ថាប័នសាធារណៈដទៃទៀតដែលមានចែងនៅក្នុងច្បាប់នៃប្រជាណាចក្រកម្ពុជា 2. ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតមានន័យថាជាសមាជិកព្រឹទ្ធសភារដ្ឋសភាក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដើម្បីបំពេញមុខងារសាធារណៈដទៃទៀតចំពោះទី2មូលហេតុនៃការមិនទទួលខុសត្រូវព្រហ្មទណ្ឌឬការសម្រាលនៅការទទួលខុសត្រូវព្រហ្មទណ្ឌមាត្រា31ការមិនទទួលខុសត្រូវព្រហ្មទណ្ឌដោយសារមូលហេតុវិបលាស់ស្មារតីការបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបលាស់ស្មារតីដែលធ្វើឲ្យបាត់បង់នៅការដឹងខុសត្រូវរបស់ខ្លួនជននោះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេការបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបលាស់ស្មារតីដែលបន្ថយនៅការដឹងខុសត្រូវរបស់ខ្លួនជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែលប៉ុន្តែតុលាការត្រូវគិតគូរអំពីបញ្ហានេះកាលណាតុលាការកំណត់ទោសការបើជនណាម្នាក់ប្រព្រឹត្តបទល្មើសនៅពេលដែលជននោះកើតវិបលាស់ស្មារតីដោយសារការប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនឬសារជាតិដែលច្បាប់ហាមឃាត់មិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយមាត្រា32ការអនុញ្ញាតដោយច្បាប់ឬអាជ្ញាធរបុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្តិឬអនុញ្ញាតតាមច្បាប់បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេបុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់បុគ្គលនោះមិនប្រព្រឹត្តបទល្មើសទេ
លើកលែងតែអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ប៉ុន្តែចារីសហចារីអ្នកផ្ដាំគំនិតឬអ្នកផ្សំគំនិតក្នុងបទប្រល័យពូជសាសន៍បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិឬបទឧក្រិដ្ឋសង្គ្រាមមិនអាចលើកលែងឲ្យផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ខ្លួនទេ ទោះបីជាក្នុងករណីមានមូលហេតុដូចខាងក្រោមក៏ដោយ 1. ជនល្មើសនោះបានប្រព្រឹត្តអំពើដែលបញ្ញត្តិអនុញ្ញាតឬមិនហាមឃាត់ដោយច្បាប់ជាធរមាន 2. បុគ្គលនោះបានប្រព្រឹត្តតាមអាជ្ញាធរស្របច្បាប់ មាត្រា 33 ការការពារស្របច្បាប់ បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ការការពារស្របច្បាប់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការការពារអ្នកដទៃឬការការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ បទល្មើសនិងការឈ្លានពានត្រូវតែកើតឡើងក្នុងពេលជាមួយគ្នានិងគ្មានវិសមាមាត្ររវាងមធ្យោបាយការពារដែលប្រើប្រាស់និងទម្ងន់នៃការឈ្លានពាន មាត្រា 34 សច្ចធាតុនៃការការពារស្របច្បាប់ត្រូវសន្មតថាជាការការពារស្របច្បាប់នៅក្នុងករណីដូចតទៅ 1. បទល្មើសត្រូវបានប្រព្រឹត្តដើម្បីរុញច្រានការចូលក្នុងពេលយប់ដោយការកាប់គាស់ទម្លុះទម្លាយដោយហិង្សាឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមានមនុស្សនៅ 2. បទល្មើសបានប្រព្រឹត្តដើម្បីការការពារខ្លួនប្រឆាំងនឹងការលួចឬការប្លន់ដែលអនុវត្តដោយហិង្សា សច្ចធាតុនៃការការពារស្របច្បាប់ពុំមានលក្ខណៈដាច់ខាតទេ សច្ចធាតុនេះអាចត្រូវរំលាយដោយភស្តុតាងផ្ទុយ មាត្រា 35 ស្ថានភាពចាំបាច់ បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ បទល្មើសត្រូវបានចាត់ទុកថាប្រព្រឹត្តដោយការចាំបាច់ដើម្បីការពារខ្លួន ការការពារអ្នកដទៃ ឬការការពារទ្រព្យសម្បត្តិប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន ឬដែលនឹងកើតមាននិងគ្មានវិសមាមាត្ររវាងមធ្យោបាយការការពារនិងទម្ងន់នៃគ្រោះថ្នាក់ មាត្រា 36 អានុភាពនៃកម្លាំងឬការបង្ខំ បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោមអានុភាពនៃកម្លាំងឬការបង្ខំដែលបុគ្គលនេះមិនអាចទប់ទល់បាន បុគ្គលនេះមិនទទួលខុសត្រូវព្រហ្មទណ្ឌទេ កម្លាំងនិងការបង្ខំអាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់មនុស្សតែប៉ុណ្ណោះ កម្លាំងនិងការបង្ខំនេះត្រូវតែមិនអាចមើលឃើញជាមុនបាននិងមិនអាចជៀសវាងបាន មាត្រា 37 ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ បុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌមិនត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌណាមួយទេ ជំពូកទី 3 ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន មាត្រា 38 នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌត្រូវបានកំណត់អាយុចាប់ពី18ឆ្នាំឡើងទៅ មាត្រា 39 វិធានការអនុវត្តចំពោះអនីតិជន អនីតិជនដែលប្រព្រឹត្តបទល្មើសជាកម្មវត្ថុនៃវិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ ប៉ុន្តែតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី14ឆ្នាំឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើសឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ មាត្រា 40 ប្រភេទនៃវិធានការ វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភមានដូចតទៅ 1. ការប្រគល់អនីតិជនឲ្យទៅឪពុកម្ដាយ អាណាព្យាបាល បុគ្គលដែលថែរក្សាអនីតិជននោះ ឬបុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះស័ក្តិសមនឹងទំនុកចិត្ត 2. ការប្រគល់អនីតិជនឲ្យទៅសេវាសាធារណៈដែលសម្រាប់ទទួលបន្ទុកអនីតិជន 3. ការប្រគល់អនីតិជនឲ្យទៅអង្គការឯកជនដែលមាននីតិសម្បទាក្នុងការទទួលអនីតិជន 4. ការប្រគល់អនីតិជនឲ្យទៅមន្ទីរពេទ្យឬស្ថាប័នឯកទេស 5. ការដាក់អនីតិជនឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការ មាត្រា 41 ការដាក់ឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ក្នុងករណីដាក់ឲ្យស្ថិតនៅក្រោមការការពាររបស់តុលាការនោះ តុលាការចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមដានអនីតិជន បុគ្គលនេះផ្ញើរបាយការណ៍ស្តីពី
កិរិយាមាយាទរបស់អនីតិជនឲ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញាបុគ្គលនេះផ្ដល់ព័ត៌មានដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ៍ទាំងអស់ដែលអាចនាំឲ្យមានការកែប្រែនៅវិធានការនេះជំពូកទី4ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមាត្រា42ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលនៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់និងបទដ្ឋានគតិយុត្តផ្សេងទៀតនីតិបុគ្គលលើកលែងតែរដ្ឋចេញអាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌពីបទល្មើសដែលប្រព្រឹត្តដោយអង្គការឬអ្នកតំណាងរបស់ខ្លួនដើម្បីជាប្រយោជន៍របស់នីតិបុគ្គលនោះការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គលមិនលើកលែងនៅការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គលក្នុងអំពើដដែលនោះទេមាតិកាទី3ទោសជំពូកទី1ប្រភេទនៃទោសផ្នែកទី1មូលទោសមាត្រា43មូលទោសរួមមានទោសដាក់ពន្ធនាគារនិងទោសពិន័យការពិន័យត្រូវគិតជាប្រាក់រៀលមាត្រា44អបបរមានិងអតិបរមានៃមូលទោសការបើបទល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារច្បាប់កំណត់អំពីអបបរមានិងអតិបរមានៃទោសដាក់ពន្ធនាគារការបើបទល្មើសត្រូវផ្ដន្ទាទោសពិន័យច្បាប់កំណត់អំពីអបបរមានិងអតិបរមានៃចំនួនទឹកប្រាក់ពិន័យដែលត្រូវទទួលមាត្រា45ការទម្ងន់ទោសនិងការសម្រាលទោសអបបរមានិងអតិបរមានៃទោសដាក់ពន្ធនាគារនិងការពិន័យជាប្រាក់អាចបន្ថែមឬបន្ថយទៅក្នុងលក្ខខណ្ឌដែលចែងដោយក្រមនេះមាត្រា46និយមន័យនៃបទឧក្រិដ្ឋបទល្មើសជាបទឧក្រិដ្ឋនៅក្នុងករណីដែលអតិបរមានៃបទល្មើសដាក់ពន្ធនាគារដែលត្រូវរងនោះ1ជាទោសដាក់ពន្ធនាគារអស់មួយជីវិត2ជាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី5ឆ្នាំនិងក្រោមឬស្មើនឹង30ឆ្នាំទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងដែរមាត្រា47និយមន័យនៃបទប្រឆិមបទល្មើសជាបទប្រឆិមនៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះមានរយៈពេលលើសពី6ថ្ងៃនិងក្រោមឬស្មើនឹង5ឆ្នាំទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងដែរមាត្រា48និយមន័យនៃបទលហុបទល្មើសជាបទលហុនៅក្នុងករណីដែល1អតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះមានរយៈពេលក្រោមឬស្មើនឹង6ថ្ងៃទោសដាក់ពន្ធនាគារអាចត្រូវបន្ថែមនៅទោសពិន័យជាប្រាក់ផងដែរ2បទល្មើសត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះមាត្រា49ការគណនាអំពីថេរវេលានៃទោសដាក់ពន្ធនាគារទោសដាក់ពន្ធនាគារ1ថ្ងៃត្រូវគិត24ម៉ោងទោសដាក់ពន្ធនាគារ1ខែត្រូវគិត30ថ្ងៃទោសដាក់ពន្ធនាគារលើសពី1ខែត្រូវគិតចំនួនថ្ងៃជាក់ស្ដែងដែលមាននៅក្នុងខែនោះទោសដាក់ពន្ធនាគារ1ឆ្នាំត្រូវគិត12ខែមាត្រា50លក្ខខណ្ឌដ៏ឡែកនៃការបញ្ចប់ទោសជាគោលការណ៍ទាន់ដិតដែលទោសរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃសៅរ៍ថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាកផ្សេងទៀតដែលច្បាប់ឬបទដ្ឋានគតិយុត្តបានកំណត់ត្រូវតែដោះលែងឲ្យមានសេរីភាពនៅមុនថ្ងៃឈប់សម្រាកនោះមាត្រា51ការគិតបញ្ជូនថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នត្រូវគិតបញ្ចូលទាំងស្រុងទៅក្នុងថេរវេលានៃទោសដាក់ពន្ធនាគារដែលត្រូវទទួលមាត្រា42ផលនៃទោសពិន័យប្រាក់ពិន័យដែលត្រូវទទួលបានត្រូវបង់ចូលថវិការដ្ឋផ្នែកទី2ទោសបន្ថែមមាត្រា53ប្រភេទនៃទោសបន្ថែមទោសបន្ថែមរួមមាន1ការដកសិទ្ធិខ្លះជាពលរដ្ឋ2ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណាដែលបទល្មើសនោះបានប្រព្រឹត្តនៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ3ការហាមឃាត់ចំពោះការប្រើយានយន្តគ្រប់ប្រភេទ4ការព្យួរលិខិតបើកបរ5ការហាមឃាត់ចំពោះការស្នាក់នៅ6ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃប្រជាជាតិកម្ពុជា7ការហាមឃាត់ចំពោះការចូលនិងការស្នាក់នៅលើដែនដីនៃប្រជាជាតិកម្ពុជាចំពោះទណ្ឌិតដែលជាជនបរទេស8ការរឹបអូសឧបករណ៍សម្ភារៈឬវត្ថុដែលប្រើប្រាស់ក្នុងពេលប្រព្រឹត្តបទល្មើសឬដែលទុកសម្រាប់ប្រព្រឹត្តបទល្មើស
9 ការរឹបអូសវត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស 10 ការរឹបអូសផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស 11 ការរឹបអូសឧបភោគភត្ដសម្ភារៈឬចលនវត្ថុដែលលម្អទីកន្លែងដែលបទល្មើសត្រូវបានប្រព្រឹត្ត 12 ការរឹបអូសយានជំនិះដែលជារបស់ទណ្ឌិត 13 ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននូវអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ 14 ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ 15 ការបិទគ្រឹះស្ថានដែលប្រើប្រាស់ដើម្បីត្រៀមឬប្រព្រឹត្តបទល្មើស 16 ការហាមឃាត់ចំពោះការធ្វើអាជីវកម្មនៅក្នុងគ្រឹះស្ថានដែលបើកចំហសម្រាប់សាធារណជនឬដែលប្រើប្រាស់ដោយសាធារណជន 17 ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស 18 ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន 19 ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោទោស បទបញ្ញត្តិដោយឡែកអាចបង្កើតទោសបន្ថែមផ្សេងៗទៀត មាត្រា 54 លក្ខខណ្ឌនៃការប្រកាសទោសបន្ថែម ទោសបន្ថែមនឹងអាចប្រកាសទៅបានលុះត្រាតែទោសនេះត្រូវបានចែងដោយជាក់លាក់ចំពោះបទឧក្រិដ្ឋ បទប្រឆិម ឬបទលហុដែលត្រូវចោទប្រកាន់ ទោសបន្ថែមអាចប្រកាសក៏បាន មិនប្រកាសក៏បាន ទោសបន្ថែមត្រូវប្រកាសជាកាតព្វកិច្ចប្រសិនបើច្បាប់ចែងយ៉ាងជាក់លាក់ មាត្រា 55 សិទ្ធិពលរដ្ឋដែលអាចដកបាន សិទ្ធិពលរដ្ឋដែលអាចដកបានដូចមានចែងក្នុងចំណុច 1 នៃមាត្រា 53 ប្រភេទនៃទោសបន្ថែមនៃក្រមនេះរួមមាន 1. សិទ្ធិបោះឆ្នោត សិទ្ធិចុះឈ្មោះឲ្យគេបោះឆ្នោត សិទ្ធិបំពេញការងារជាមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ 4. សិទ្ធិទទួលការចាត់តាំងជាអ្នកជំនាញ ជាអាជ្ញាកណ្ដាល ឬជាអណត្តិគាហៈរបស់តុលាការ 5. សិទ្ធិទទួលនិងពាក់គ្រឿងឥស្សរិយយសទាំងអស់ 6. សិទ្ធិធ្វើជាសាក្សីដែលទទួលសម្បត្តិនៅមុខតុលាការ ទោសនេះអាចជាស្ថាពរ ឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល 5 ឆ្នាំយ៉ាងច្រើន មាត្រា 56 ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈមិនអនុវត្តទៅលើការបំពេញអាណត្តិឬដែលជ្រើសតាំងដោយការបោះឆ្នោតសាធារណៈឬការទទួលខុសត្រូវខាងសហជីពទេ ការហាមឃាត់នេះមិនអាចអនុវត្តចំពោះបទល្មើសរំលោភលើច្បាប់ស្តីពីរបបសារព័ត៌មានបានទេ ទោសនេះអាចជាស្ថាពរ ឬក៏ជាបណ្ដោះអាសន្នសម្រាប់រយៈពេល 5 ឆ្នាំយ៉ាងច្រើនតុលាការត្រូវបញ្ជាក់មុខរបរដែលត្រូវហាមឃាត់ មាត្រា 57 ការហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទ ការហាមឃាត់ចំពោះការបើកបរយានយន្តមិនត្រូវលើសពី 5 ឆ្នាំទេ មាត្រា 58 ការព្យួរលិខិតបើកបរ ទោសព្យួរលិខិតបើកបរមិនត្រូវលើសពី 5 ឆ្នាំទេ ទណ្ឌិតត្រូវប្រគល់លិខិតបើកបររបស់ខ្លួនទៅក្រឡាបញ្ជីតុលាការ លិខិតបើកបរត្រូវរក្សាទុកតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មាត្រា 59 ការហាមឃាត់ចំពោះការស្នាក់នៅទីកន្លែងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ទោសហាមឃាត់ការស្នាក់នៅនេះគឺជាការហាមឃាត់ដល់ទណ្ឌិតចំពោះការមានមុខនៅទីកន្លែងខ្លះលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទោសនេះមិនអាចលើសពី 10 ឆ្នាំចំពោះបទឧក្រិដ្ឋនិង 5 ឆ្នាំចំពោះបទប្រឆិម តុលាការកំណត់បញ្ជីនៃទីកន្លែងដែលហាមឃាត់ និងកំណត់ហេរៈពេលលានៃការហាមឃាត់ ការហាមឃាត់ការស្នាក់នៅរួមមានវិធានការតាមដានទណ្ឌិត 1. ចូលបង្ហាញខ្លួនតាមដីកាកោះរបស់អាជ្ញាធរតុលាការ ឬរដ្ឋបាលដែលតុលាការបានចាត់តាំង 2. ចូលបង្ហាញខ្លួនឲ្យបានទៀងទាត់តាមការកំណត់នៅស្នាក់ការនគរបាល ឬកងរាជអាវុធហត្ថតាមការចាត់តាំងរបស់តុលាការ តុលាការត្រូវកំណត់បែបបទនៃវិធានការតាមដាន សេចក្តីសម្រេចរបស់តុលាការត្រូវជូនដំណឹងដោយព្រះរាជអាជ្ញាដល់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មាត្រា 60 ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាមិនត្រូវលើសពី 5 ឆ្នាំ ទណ្ឌិតត្រូវតែប្រគល់លិខិតឆ្លងដែនរបស់ខ្លួនទៅក្រឡាបញ្ជីនៃតុលាការ លិខិតឆ្លងដែននេះត្រូវរក្សាទុកតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
តណ្ឌិតមិនអាចសូមលិខិតឆ្លងដែនបានទេក្នុងរយៈពេលដែលកំពុងទទួលទោសនោះមាត្រា61ការហាមឃាត់ចំពោះការចូលនិងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាដល់តណ្ឌិតដែលជាជនបរទេសការហាមឃាត់ដល់តណ្ឌិតបរទេសចំពោះការចូលនិងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនការហាមឃាត់នេះនាំឲ្យមានការបណ្តេញតណ្ឌិតឲ្យចេញដោយពេញច្បាប់នៅពេលបញ្ចប់ទោសដាក់ពន្ធនាគារមាត្រា62ការរឹបអូសអាចធ្វើទៅលើវត្ថុដូចតទៅ1ឧបករណ៍សម្ភារៈឬវត្ថុណាមួយដែលបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឬដែលសម្រាប់ប្រព្រឹត្តបទល្មើស2វត្ថុឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស3ផលទុនឬទ្រព្យសម្បត្តិដែលជាផលកើតចេញអំពីបទល្មើស4ឧបភោគភណ្ឌសម្ភារៈនិងចលនវត្ថុនៅក្នុងទីកន្លែងដែលបទល្មើសបានប្រព្រឹត្តប៉ុន្តែការរឹបអូសមិនអាចប្រកាសបានទេប្រសិនបើមានការប៉ះពាល់ដល់សិទ្ធិរបស់តន្ត្រីជនមាត្រា63ការចាត់ចែងទ្រព្យសម្បត្តិរឹបអូសកាលបើការរឹបអូសបានក្លាយជាស្ថាពរទ្រព្យសម្បត្តិរឹបអូសក្លាយទៅជាកម្មសិទ្ធិរបស់រដ្ឋលើកលែងតែមានបទបញ្ញត្តិដ៏ឡែកដែលចែងអំពីការប្រគល់ផ្សេងពីនេះរដ្ឋអាចលក់ឬបំផ្លាញទ្រព្យរឹបអូសតាមនីតិវិធីស្តីពីការលក់ទ្រព្យសម្បត្តិរដ្ឋមាត្រា64ការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅវត្ថុអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទការហាមឃាត់ចំពោះការកាន់កាប់ឬការយកតាមខ្លួននៅអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនការហាមឃាត់នេះត្រូវអនុវត្តទៅលើអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាមាត្រា65ការបណ្តេញចេញពីលទ្ធកម្មសាធារណៈការបណ្តេញចេញពីលទ្ធកម្មសាធារណៈនាំឲ្យមានការហាមឃាត់ចំពោះការចូលរួមដោយផ្ទាល់ឬដោយប្រយោលក្នុងលទ្ធកម្មសាធារណៈទាំងឡាយដែលរៀបចំដោយ1រដ្ឋ2រដ្ឋបាលថ្នាក់ក្រោមជាតិ3គ្រឹះស្ថានសាធារណៈ4សហគ្រាសដែលទទួលសម្បទានពីរដ្ឋឬពីរដ្ឋបាលថ្នាក់ក្រោមជាតិឬដែលត្រួតពិនិត្យដោយរដ្ឋឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិទោសបណ្តេញចេញនេះអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា66ការបិទគ្រឹះស្ថានទោសបិទគ្រឹះស្ថាននាំឲ្យមានការហាមឃាត់ចំពោះការធ្វើសកម្មភាពនៅក្នុងគ្រឹះស្ថានដែលនៅក្នុងឱកាសធ្វើសកម្មភាពនោះបទល្មើសត្រូវបានប្រព្រឹត្តឡើងទោសបិទគ្រឹះស្ថាននេះអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា67ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហសម្រាប់សាធារណជនឬដែលត្រូវប្រើប្រាស់ដោយសាធារណជនអាចជាស្ថាពរឬជាបណ្ដោះអាសន្នសម្រាប់រយៈពេល5ឆ្នាំយ៉ាងច្រើនមាត្រា68ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោសបិទផ្សាយសេចក្តីសម្រេចត្រូវអនុវត្តទៅលើទីកន្លែងដែលចង្អុលបង្ហាញដោយតុលាការនិងក្នុងរយៈពេលមួយដែលកំណត់ដោយតុលាការការបិទផ្សាយមិនអាចលើសពី2ខែទេការបិទផ្សាយអាចធ្វើទាំងស្រុងឬតាមសម្រង់ឬតាមនីតិធម្មតាសហុយបិទផ្សាយគឺជាបន្ទុករបស់ទណ្ឌិតក្នុងករណីមានការបំបត្តិចោលការលាក់បំបាំងឬការហែកចោលសេចក្តីប្រកាសនេះត្រូវតែធ្វើការបិទផ្សាយជាថ្មីការបិទផ្សាយនេះត្រូវចេញសហុយដោយអ្នកបំបត្តិចោលលាក់បំបាំងឬអ្នកហែកចោលសេចក្តីប្រកាសនេះមាត្រា69ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសទៅនៅក្នុងសារព័ត៌មានសរសេរទោសផ្សាយសេចក្តីសម្រេចរបស់តុលាការត្រូវចុះផ្សាយក្នុងសារព័ត៌មានសរសេរតាមបែបបទនិងក្នុងថេរវេលាដែលកំណត់ដោយតុលាការសហុយក្នុងការចុះផ្សាយជាបន្ទុករបស់ទណ្ឌិតក្នុងករណីមិនគោរពតាមទណ្ឌិតអាចត្រូវបង្ខំដល់រូបកាយបើតុលាការបានបង្គាប់ការផ្សព្វផ្សាយសេចក្តីសម្រេចសារព័ត៌មានមិនអាចបដិសេធការផ្សព្វផ្សាយនេះបានទេមាត្រា70ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍
ទោសផ្សាយជាសាធារណៈត្រូវសេចក្តីសម្រេចតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោទស្សន៍ត្រូវអនុវត្តតាមបែបបទដែលកំណត់ដោយតុលាការការផ្សាយនេះមិនអាចលើសពី8ថ្ងៃទេការផ្សាយអាចផ្សាយទាំងស្រុងតាមសម្រងឬតាមនីតិសហហុយនៃការផ្សាយគឺជាបន្ទុករបស់តណ្ឌិតមាត្រា71ពេលនៃការអនុវត្តទោសបន្ថែមទោសបន្ថែមទាំងឡាយដែលមានចែងក្នុងចំណុច1 2 3 4 5 6និង7នៃមាត្រា53ប្រភេទនៃទោសបន្ថែមនៃក្រមនេះត្រូវអនុវត្តនៅពេលផុតទោសពន្ធនាគារលើកលែងតែមានសេចក្តីសម្រេចផ្ទុយរបស់តុលាការផ្នែកទី3ទោសជំនួសកថាខណ្ឌទី1ការងារសហគមន៍មាត្រា72និយមន័យនៃការងារសហគមន៍កាលណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារដែលអតិបរមាតិចជាងឬស្មើនឹង3ឆ្នាំតុលាការអាចប្រកាសទោសការងារសហគមន៍ការងារសហគមន៍គឺជាកាតព្វកិច្ចត្រូវបំពេញក្នុងថវិកាវេលាចន្លោះពី30ម៉ោងទៅ200ម៉ោងនៅការងារគ្មានកម្រៃជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិឬនីតិបុគ្គលនៃនីតិសាធារណៈផ្សេងទៀតដល់សមាគមឬដល់អង្គការមិនមែនរដ្ឋាភិបាលមាត្រា73អ្នកមិនទទួលប្រយោជន៍នៃការងារសហគមន៍នៅក្នុងគ្រប់ករណីទាំងអស់ការងារសហគមន៍មិនអាចបំពេញជាប្រយោជន៍នៃរូបវន្តបុគ្គលទេមាត្រា74របបគតិយុត្តនៃការងារសហគមន៍ការងារសហគមន៍ត្រូវស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារជាអាចការងារនៅពេលយប់អនាម័យសន្តិសុខហើយនិងការងាររបស់ស្ត្រីការងារសហគមន៍អាចត្រួតគ្នាបានជាមួយនឹងការអនុវត្តសកម្មភាពវិជ្ជាជីវៈមាត្រា75គោលការណ៍ជួសជុលការខូចខាតដល់អ្នកដទៃរដ្ឋត្រូវតែចេញសហុយជួសជុលការខូចខាតដែលបង្កដល់អ្នកដទៃដល់ទណ្ឌិតនៅក្នុងពេលដែលកំពុងអនុវត្តការងារសហគមន៍រដ្ឋត្រូវធ្វើឧបទេសកម្មដោយពេញច្បាប់នៅក្នុងសិទ្ធិជនរងគ្រោះកថាភាគទី2ការស្តីបន្ទោសមាត្រា76របបគតិយុត្តនៃការស្តីបន្ទោសការបើជនជាប់ចោទរងទោសដាក់ពន្ធនាគារដែលមានអតិបរមាតិចជាងឬស្មើនឹង3ឆ្នាំតុលាការអាចប្រកាសស្តីបន្ទោសប្រសិនបើមានគ្រប់លក្ខខណ្ឌទាំង3ដូចតទៅភាពចលាចលដល់សណ្ដាប់ធ្នាប់សាធារណៈដែលបណ្ដាលមកពីបទល្មើសបានបញ្ចប់ការខូចខាតត្រូវបានជួសជុលរួចហើយនិងជនជាប់ចោទបានបង្ហាញការធានាក្នុងការចូលទៅរួមរស់នៅក្នុងសង្គមវិញចំពោះទី2ស្ថានទម្ងន់ទោសនិងសណ្ឋានសម្រាប់ទោសផ្នែកទី1ស្ថានទម្ងន់ទោសកថាភាគទី1និយមន័យនៃស្ថានទម្ងន់ទោសដល់ឡែកខ្លះមាត្រា77ក្រមមានការចាប់តាំងក្រមមានការចាប់តាំងគឺជាការប្រមូលផ្ដុំដែលបានបង្កើតឡើងឬជាសន្ធិភាពដែលបានធ្វើឡើងដើម្បីត្រៀមរៀបចំឬប្រព្រឹត្តបទល្មើសមួយឬច្រើនមាត្រា78ការគិតទុកជាមុនការគិតទុកជាមុនគឺជាគម្រោងដែលបង្កើតឡើងមុនសកម្មភាពប្រព្រឹត្តបទល្មើសមាត្រា79ការកាប់គាស់ទម្លុះទម្លាយការកាប់គាស់ទម្លុះទម្លាយគឺជាអំពើបង្ខំធ្វើឲ្យខូចខាតឬបំផ្លិចបំផ្លាញគ្រឿងបិទទ្វារឬរបងទោះបីមានប្រភេទយ៉ាងណាក៏ដោយត្រូវចាត់ទុកដូចជាការកាប់គាស់ទម្លុះទម្លាយ1ការប្រើប្រាស់កូនសោខ្លែង2ការប្រើប្រាស់កូនសោដែលបានមកដោយឧបាយកលទុច្ចរិត3ការប្រើប្រាស់គ្រប់ឧបាយកលដើម្បីឲ្យគ្រឿងបិទមានដំណើរការដោយគ្មានការបង្ខំការខូចខាតឬការបំផ្លិចបំផ្លាញទេមាត្រា80ការផ្លាស់របងចូលការផ្លាស់របងចូលគឺជាអំពើចូលទៅក្នុងទីកន្លែងណាមួយដែលឆ្លងរបងឬដែលចូលតាមទ្វារឬបង្អួចដែលមិនមែនសម្រាប់ធ្វើជាផ្លូវចូលទេមាត្រា81អាវុធនិងវត្ថុដែលត្រូវបានចាត់ទុកដូចជាអាវុធគឺជាវត្ថុទាំងអស់ដែលធ្វើឡើងដើម្បីសម្លាប់ឬធ្វើឲ្យមានរបួសត្រូវបានចាត់ទុកដូចជាអាវុធវត្ថុដទៃទៀតដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សនៅក្នុងករណីដូចតទៅ1វត្ថុត្រូវបានប្រើប្រាស់សម្រាប់សម្លាប់ធ្វើឲ្យរបួសឬគំរាមកំហែង2វត្ថុមានទីដៅសម្រាប់សម្លាប់ធ្វើឲ្យមានរបួសឬគំរាមកំហែងការប្រើប្រាស់សត្វដើម្បីសម្លាប់ធ្វើឲ្យមានរបួសឬគំរាមកំហែងត្រូវចាត់ទុកដូចបានប្រើប្រាស់អាវុធដែរមាត្រា82ការពួនស្ទាក់
ការពូនស្ទាក់គឺជាអំពើឃ្លាំចាំជនរងគ្រោះនៅទីកន្លែងណាមួយក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តបទល្មើសមាត្រា84លក្ខខណ្ឌនៃការមិនរាងចាលការមិនរាងចាលត្រូវបានកាត់ក្នុងករណីមួយដូចតទៅ 1. ការបើកបុគ្គលណាម្នាក់ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនោះបានប្រព្រឹត្តបទឧក្រិដ្ឋថ្មីទៀតក្នុងរយៈពេល10ឆ្នាំ 2. ការបើកបុគ្គលណាម្នាក់ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនោះបានប្រព្រឹត្តបទប្រឆាំក្នុងរយៈពេល5ឆ្នាំ 3. ការបើកបុគ្គលណាម្នាក់ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទប្រឆាំដោយត្រូវជាប់ពន្ធនាគារស្មើឬលើសពី3ឆ្នាំបុគ្គលនោះបានប្រព្រឹត្តបទឧក្រិដ្ឋក្នុងរយៈពេល5ឆ្នាំ 4. ការបើកបុគ្គលណាម្នាក់ដែលត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទប្រឆាំបុគ្គលនោះបានប្រព្រឹត្តបទប្រឆាំដដែលនៅក្នុងរយៈពេល5ឆ្នាំរយៈពេល10ឆ្នាំនិង5ឆ្នាំចាប់ផ្ដើមគិតពីថ្ងៃដែលសេចក្តីសម្រេចផ្តន្ទាទោសចំពោះបទល្មើសទី1ចូលជាស្ថាពរមាត្រា85ការមិនរាងចាលក្នុងបទឧក្រិដ្ឋការបើបុគ្គលណាមួយត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋបុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយថ្មីទៀតក្នុងរយៈពេល10ឆ្នាំអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋថ្មីត្រូវបន្ថែមទម្ងន់តាមខ្នាតដូចតទៅ 1. ប្រសិនបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋថ្មីមិនលើសពី20ឆ្នាំទេអតិបរមានេះត្រូវធ្វើឡើង 2. ប្រសិនបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋថ្មីនេះមានរយៈពេល30ឆ្នាំអតិបរមានៃទោសគឺដាក់ពន្ធនាគារអស់មួយជីវិតមាត្រា86ការមិនរាងចាលក្នុងបទប្រឆាំបន្ទាប់ពីការផ្តន្ទាទោសបទឧក្រិដ្ឋការបើបុគ្គលណាមួយត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទឧក្រិដ្ឋណាមួយបុគ្គលនោះបានប្រព្រឹត្តបទប្រឆាំនៅក្នុងរយៈពេល5ឆ្នាំអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទប្រឆាំត្រូវធ្វើឡើងតាមអានុភាពនៃការមិនរាងចាលក្នុងករណីអតិបរមានៃទោសដាក់ពន្ធនាគារលើសពី5ឆ្នាំបទល្មើសនៅតែជាបទប្រឆាំដដែលទោះបីជាមានការបន្ថែមទម្ងន់ទោសយ៉ាងណាក៏ដោយមាត្រា87ការមិនរាងចាលក្នុងបទឧក្រិដ្ឋបន្ទាប់ពីការផ្តន្ទាទោសបទប្រឆាំការបើបុគ្គលណាមួយត្រូវផ្តន្ទាទោសជាស្ថាពររួចហើយពីបទប្រឆាំដាក់ពន្ធនាគារស្មើឬលើស3ឆ្នាំបុគ្គលនេះបានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងរយៈពេល5ឆ្នាំទោសដែលត្រូវផ្តន្ទាទោសលើបទឧក្រិដ្ឋនេះត្រូវបន្ថែមទម្ងន់ទៅតាមខ្នាតដូចតទៅ 1. ប្រសិនបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋមិនលើសពី20ឆ្នាំទេអតិបរមានេះត្រូវធ្វើឡើង 2. ប្រសិនបើអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទឧក្រិដ្ឋមានរយៈពេល30ឆ្នាំអតិបរមានៃទោសគឺដាក់ពន្ធនាគារអស់មួយជីវិតមាត្រា88ការមិនរាងចាលក្នុងបទប្រឆាំបន្ទាប់ពីការផ្តន្ទាទោសបទប្រឆាំការបើបុគ្គលណាមួយត្រូវបានផ្តន្ទាទោសជាស្ថាពររួចហើយពីបទប្រឆាំណាមួយបុគ្គលនេះបានប្រព្រឹត្តបទប្រឆាំដដែលក្នុងរយៈពេល5ឆ្នាំអតិបរមានៃទោសដាក់ពន្ធនាគារចំពោះបទប្រឆាំថ្មីត្រូវធ្វើឡើងតាមអានុភាពនៃការមិនរាងចាលក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារលើសពី5ឆ្នាំបទល្មើសនៅតែជាបទប្រឆាំដដែលទោះបីជាមានការបន្ថែមទម្ងន់ទោសយ៉ាងណាក៏ដោយមាត្រា89ការប្រដូចបទល្មើសដើម្បីបង្កើតឲ្យមានការមិនរាងចាលដើម្បីអនុវត្តបទប្រឆាំស្តីពីការមិនរាងចាលបទលួចបទរំលោភលើទំនុកចិត្តនិងបទឆបោកត្រូវចាត់ទុកថាជាបទល្មើសដូចគ្នាដដែលបទល្មើសទទួលផលចោរកម្មត្រូវប្រដូចជាបទល្មើសដែលជាប្រភពនៃទ្រព្យសម្បត្តិដែលទទួលលាក់បំបាំងបទល្មើសសម្អាតប្រាក់ត្រូវប្រដូចជាបទល្មើសដែលការសម្អាតប្រាក់នេះបានសម្រេចមាត្រា90ការមិនរាងចាលនិងកិច្ចនៃការចោទប្រកាន់ការមិនរាងចាលអាចត្រូវតុលាការជំនុំជម្រះកត់ត្រាទុកនិងអាចជាមូលហេតុនៃការបន្ថែមទម្ងន់ទោសដាក់ពន្ធនាគារបានប្រសិនបើមានចែងយ៉ាងជាក់លាក់នៅក្នុងលិខិតចោទប្រកាន់មាត្រា91ការមិនរាងចាលនិងសេចក្តីសម្រេចស្ថាពរសេចក្តីសម្រេចត្រូវបានចាត់ទុកជាស្ថាពរកាលបើសេចក្តីសម្រេចនេះមិនអាចមានផ្លូវតវ៉ា
បានទៀតឡើយដើម្បីអនុវត្តបទបញ្ញត្តិស្តីពីការមិនរាងចាលត្រូវគិតគូរទៅលើការផ្តន្ទាទោសជាស្ថាពរខាងបណ្ដឹងអាជ្ញាប៉ុណ្ណោះមាត្រា92បទបញ្ញត្តិដែលឡែកការមិនរាងចាលអាចត្រូវកត់ត្រាទុកទោះបីជាទោសដែលកើតចេញពីការផ្តន្ទាទោសនោះត្រូវផុតអាជ្ញាយុកាលក៏ដោយការមិនរាងចាលមិនអាចត្រូវកត់ត្រាទុកទេបើទោសដែលកើតចេញពីការផ្តន្ទាទោសស្ថាពរនោះត្រូវបានលើកលែងដោយអនុលោមតាមមាត្រា90ថ្មីវិជ្ជខណ្ឌទី4នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផ្នែកទី2ស្ថានសម្រាប់ទោសមាត្រា93និយមន័យនៃស្ថានសម្រាប់ទោសកាលណាកលៈទេសៈនៃបទល្មើសឬបុគ្គលិកលក្ខណៈនៃជនជាប់ចោទតម្រូវតុលាការអាចសម្រេចឲ្យជនជាប់ចោទបានទទួលនៅស្ថានសម្រាប់ទោសស្ថានសម្រាប់ទោសអាចត្រូវផ្ដល់ឲ្យជនជាប់ចោទបានដែរទោះបីជាជននោះត្រូវបានប្រកាសថាស្ថិតនៅក្នុងភាពមិនរាងចាលក៏ដោយមាត្រា94អានុភាពនៃស្ថានសម្រាប់ទោសកាលណាតុលាការផ្ដល់ឲ្យជនជាប់ចោទនៅស្ថានសម្រាប់ទោសអបបរមានៃមូលទោសចំពោះបទក្រិតឬបទប្រឆាំងត្រូវបន្ថយតាមຂ្នាតដូចខាងក្រោម 1. ប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើស10ឆ្នាំអបបរមានៃទោសនេះត្រូវបន្ថយត្រឹម2ឆ្នាំ 2. ប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើស5ឆ្នាំហើយតិចជាង10ឆ្នាំអបបរមានៃទោសនេះត្រូវបន្ថយត្រឹម1ឆ្នាំ 3. ប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើស2ឆ្នាំហើយតិចជាង5ឆ្នាំអបបរមានៃទោសនេះត្រូវបន្ថយត្រឹម6ខែ 4. ប្រសិនបើអបបរមានៃទោសដាក់ពន្ធនាគារស្មើឬលើស6ថ្ងៃហើយតិចជាង2ឆ្នាំអបបរមានៃទោសនេះត្រូវបន្ថយមកត្រឹម1ថ្ងៃ 5. អបបរមានៃទោសពិន័យត្រូវបន្ថយមកត្រឹមពាក់កណ្ដាលមាត្រា95ទោសដាក់ពន្ធនាគារអស់មួយជីវិតនិងស្ថានសម្រាប់ទោសកាលណាបទល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចៅក្រមដែលផ្ដល់ស្ថានសម្រាប់ទោសអាចប្រកាសទោសដាក់ពន្ធនាគារក្នុងចន្លោះរវាង15និង30ឆ្នាំជំពូកទី3របបនៃការប្រកាសទោសផ្នែកទី1របបទូទៅមាត្រា96គោលការណ៍ឯកតកម្មនៃទោសតុលាការប្រកាសទោសដោយផ្អែកទៅលើស្ថានទម្ងន់និងកលៈទេសៈនៃបទល្មើសទៅលើបុគ្គលិកលក្ខណៈនៃជនជាប់ចោទទៅលើសភាពផ្លូវចិត្តទៅលើធនធាននិងបន្ទុកទៅលើមូលហេតុព្រមទាំងទៅលើកិរិយាមារយាទរបស់ជនល្មើសក្រោយពេលប្រព្រឹត្តបទល្មើសជាអាចនោះចំពោះជនរងគ្រោះមាត្រា97ការប្រកាសមូលទោសនៅក្នុងគ្រប់ករណីដែលបទល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារផងនិងពិន័យជាប្រាក់ផងតុលាការអាចប្រកាសទោសដាក់ពន្ធនាគារនិងទោសពិន័យជាមួយគ្នាឬទោសដាក់ពន្ធនាគារតែមួយមុខប៉ុណ្ណោះឬទោសពិន័យជាប្រាក់តែមួយមុខប៉ុណ្ណោះមាត្រា98ការប្រកាសទោសជំនួសទោសការងារសហគមន៍ជំនួសឲ្យមូលទោសតុលាការដែលប្រកាសទោសការងារសហគមន៍នោះមិនអាចប្រកាសទោសដាក់ពន្ធនាគារឬពិន័យជាប្រាក់បានទេការស្តីបន្ទោសជំនួសឲ្យមូលទោសតុលាការដែលប្រកាសការស្តីបន្ទោសមិនអាចប្រកាសទោសដាក់ពន្ធនាគារឬពិន័យជាប្រាក់បានទេមាត្រា99ការប្រកាសទោសបន្ថែមលើមូលទោសកាលណាបទល្មើសមួយត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើនទោសបន្ថែមនេះត្រូវបន្ថែមទៅលើមូលទោសលើកលែងតែបទបញ្ញត្តិនៃមាត្រា100ការជំនួសមូលទោសដោយទោសបន្ថែមនៃក្រមនេះចេញមាត្រា100ការជំនួសមូលទោសដោយទោសបន្ថែមតុលាការអាចសម្រេចជំនួសមូលទោសដោយទោសបន្ថែមមួយឬច្រើននៅក្នុងករណីណាមួយដូចខាងក្រោម1កាលណាជនជាប់ចោទទទួលទោសពិន័យក្នុងឋានៈជាមូលទោសតែមួយគត់2កាលណាជនជាប់ចោទទទួលទោសដាក់ពន្ធនាគារដែលអតិបរមាស្មើឬតិចជាង3ឆ្នាំកាលណាតុលាការសម្រេចជំនួសមូលទោសដោយទោសបន្ថែមមួយឬច្រើនតុលាការមិនអាចប្រកាសទោសដាក់ពន្ធនាគារឬទោសពិន័យជាប្រាក់បានទេមាត្រា101វិធានដែលឡែកសម្រាប់ការប្រកាសទោសការងារសហគមន៍ទោសការងារសហគមន៍នឹងអាចប្រកាសបានលុះត្រាតែជនជាប់ចោទមានវត្តមាននៅពេលសវនាការហើយយល់ព្រមធ្វើការងារនេះតុលាការនៅមុនពេលប្រកាសសាលក្រមឬសាលដីកាត្រូវប្រាប់
ជនជាប់ចោទជាសម័យខ្លួនមានសិទ្ធិប្រកែកមិនព្រមធ្វើការងារនេះចម្លើយរបស់ជនជាប់ចោទត្រូវតែមានចុះនៅក្នុងសារក្រមឬសារដីកាមាត្រា102ថេរវេលានិងកំឡុងពេលនៃការងារសហគមន៍តុលាការដែលប្រកាសទោសការងារសហគមន៍ត្រូវកំណត់អំពីថេរវេលានៃការងារនិងរយៈពេលដែលត្រូវបំពេញរយៈពេលនេះមិនអាចលើសពី1ឆ្នាំទេមាត្រា103បែបបទនៃការអនុវត្តទោសការងារសហគមន៍បែបបទនៃការអនុវត្តទោសការងារសហគមន៍ត្រូវកំណត់ដោយព្រះរាជអាជ្ញាចង្អុលប្រាប់ឈ្មោះនីតិបុគ្គលដែលត្រូវទទួលអត្ថប្រយោជន៍ពីការងារនេះទោសនេះត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យរបស់ព្រះរាជអាជ្ញាផ្នែកទី2ការព្យួរទោសធម្មតាកថាភាគទី1បទបញ្ញត្តិរួមមាត្រា104ការប្រកាសការព្យួរទោសនៅក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងផ្នែកនេះតុលាការអាចបង្គាប់ថាត្រូវព្យួរការអនុវត្តនៅមូលទោសមាត្រា105របបនៃការព្យួរទោសដើម្បីអនុវត្តបទបញ្ញត្តិស្តីពីការព្យួរទោសត្រូវគិតតែអំពីការផ្តន្ទាទោសជាស្ថាពរខាងបណ្ដឹងអាជ្ញាប៉ុណ្ណោះកថាភាគទី2ការចោទប្រកាន់ចំពោះបទឧក្រិដ្ឋឬបទប្រឆាំមាត្រា106លក្ខខណ្ឌទាក់ទងនឹងការផ្តន្ទាទោសពីមុនក្នុងករណីដែលមានការចោទប្រកាន់ពីបទឧក្រិដ្ឋឬបទប្រឆាំនោះការព្យួរទោសធម្មតាអាចត្រូវផ្តល់ឲ្យបានប្រសិនបើជនជាប់ចោទមិនទាន់មានការផ្តល់ទាទោសជាស្ថាពរឲ្យជាប់ពន្ធនាគារក្នុងរយៈពេល5ឆ្នាំមុនអំពើល្មើសមាត្រា107ទោសអាចនាំឲ្យមានការព្យួរទោសការព្យួរទោសធម្មតាត្រូវអនុវត្តទៅលើទោសដូចតទៅ1ទោសដាក់ពន្ធនាគារការបាត់ទោសដែលប្រកាសនោះតិចជាងឬស្មើជាង5ឆ្នាំ2ទោសវិន័យជាប្រាក់មាត្រា108ការព្យួរទោសមួយផ្នែកតុលាការអាចសម្រេចថាការព្យួរទោសធម្មតានេះអាចនឹងអនុវត្តទៅលើមួយផ្នែកនៃទោសពន្ធនាគារដែលតុលាការជាអ្នកកំណត់ថេរវេលាឬលើមួយផ្នែកនៃប្រាក់ពិន័យដែលតុលាការជាអ្នកកំណត់ចំនួនទឹកប្រាក់មាត្រា109ការដកហូតការព្យួរទោសប្រសិនបើក្នុងរយៈពេល5ឆ្នាំបន្ទាប់ពីការផ្តន្ទាទោសជាស្ថាពរពីបទឧក្រិដ្ឋឬបទប្រឆាំដោយមានការព្យួរទោសធម្មតាហើយមានការផ្តន្ទាទោសថ្មីជាស្ថាពរមួយទៀតពីបទឧក្រិដ្ឋឬបទប្រឆាំការព្យួរទោសធម្មតានេះត្រូវដកហូតចេញដោយពេញច្បាប់ទោសទី1ត្រូវអនុវត្តដោយមិនអាចស្រូបចូលជាមួយទោសទី2បានឡើយមាត្រា110ការមិនដកហូតការព្យួរទោសជាបញ្ញត្តិទៅនឹងមាត្រា109ការដកហូតការព្យួរទោសនៃក្រមនេះតុលាការអាចសម្រេចថាការផ្តន្ទាទោសថ្មីមិននាំឲ្យមានការដកហូតនៅការព្យួរទោសធម្មតាដែលបានសម្រេចពីមុននោះទេសេចក្តីសម្រេចរបស់តុលាការត្រូវតែមានសំអាងហេតុជាពិសេសមាត្រា111ការទុកជាអាសាបង់នៃការផ្តន្ទាទោសប្រសិនបើរយៈពេល5ឆ្នាំបន្ទាប់ពីការផ្តន្ទាទោសជាស្ថាពរពីបទឧក្រិដ្ឋឬបទប្រឆាំដែលមានការព្យួរទោសធម្មតាហើយគ្មានការផ្តន្ទាទោសថ្មីជាស្ថាពរមួយទៀតពីបទឧក្រិដ្ឋឬបទប្រឆាំនោះទេការផ្តន្ទាទោសដោយមានព្យួរនេះត្រូវចាត់ទុកជាអាសាបង់ទោសក៏មិនអាចយកមកអនុវត្តបានទៀតឡើយកាលណាបើការព្យួរទោសត្រូវបានប្រកាសទៅលើតែផ្នែកមួយនៃទោសនោះការផ្តន្ទាទោសត្រូវចាត់ទុកជាអាសាបង់ទាំងស្រុងទោសក៏មិនអាចយកមកអនុវត្តបានទៀតឡើយ